ការការពារសង្គមគឺជាចំណុចស្នូលនៃការរស់នៅជាមួយគ្នាវាបង្កើតបានជាមូលដ្ឋាននៃកិច្ចសន្យាសង្គមដែលគាំទ្រដល់សង្គមរបស់យើងប្រព័ន្ធគាំពារសង្គមកាន់តែរឹងមាំសង្គមរបស់យើងនឹងកាន់តែរឹងមាំនិងមានភាពធន់ជាងមុនខណៈដែលជំងឺរាតត្បាតថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់សន្តិសុខសង្គមគឺជាសិទ្ធិមនុស្សសម្រាប់មនុស្សគ្រប់គ្នាដោយដែលបានទទួលស្គាល់នៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សទោះជាយ៉ាងណាសប្តាហ៍ថ្ងៃនេះពាក់កណ្ដាលនៃចំនួនប្រជាជនពិភពលោកមិនទាន់ទទួលបានការការពារសង្គមនៅឡើយទេប្រទេសទាំងឡាយត្រូវមានកាតព្វកិច្ចធ្វើវាឥឡូវនេះជាសំណាងល្អពួកគេអាចពឹងផ្អែកលើស្តង់ដារអន្តរជាតិស្តីពីរបបសន្តិសុខសង្គមសេចក្តីណែនាំអំពីសិទ្ធិទទួលបានការគាំពារសង្គមរបស់អង្គការអន្តរជាតិខាងការងារលេខ202កំណត់ពីចក្ខុវិស័យយុទ្ធសាស្ត្រអំពីរបៀបដែលប្រទេសនានាអាចបង្កើតនិងថែរក្សាប្រព័ន្ធការពារសង្គមជាសកលប្រព័ន្ធការពារសង្គមជាសកលទាំងនេះគួរតែរួមបញ្ចូលនៅសិទ្ធិគាំពារសង្គមថ្នាក់ជាតិដែលបំពេញចន្លោះនៃសេវាគ្រប់ដណ្ដប់និងធានាទទួលបានការថែទាំសុខភាពចាំបាច់និងសុវត្ថិភាពប្រាក់ចំណូលជាមូលដ្ឋានយ៉ាងតិចបំផុតសម្រាប់មនុស្សគ្រប់រូបពេញមួយជីវិតសេចក្តីណែនាំលេខ202ក៏ជំរុញឲ្យប្រទេសនានាសម្រេចបាននូវការការពារកម្រិតខ្ពស់សម្រាប់មនុស្សកាន់តែច្រើននិងឲ្យបានលឿនតាមដែលអាចធ្វើទៅបានតាមបទដ្ឋានសន្តិសុខសង្គមរបស់អង្គការអន្តរជាតិខាងការងារក្នុងបរិបទនេះអនុសញ្ញាលេខ102ដែលបង្កើតស្តង់ដារអបបរមានៃរបបសន្តិសុខសង្គមកំណត់ធាតុសំខាន់នៃប្រព័ន្ធគាំពារសង្គមនានាក៏ដូចជាកម្រិតអបបរមានៃការការពារក្នុងអំឡុងពេលរស់នៅរបស់ពួកយើងដោយចាប់ផ្ដើមពីមុនពេលកើតជាមួយនឹងការការពារមាតុភាពនិងអត្ថប្រយោជន៍សម្រាប់កុមារនិងពង្រីកគ្រប់មធ្យោបាយដល់ការការពារផ្នែកវិជ្ជសាស្ត្រការធានាប្រាក់ចំណូលសម្រាប់អ្នកជំងឺមនុស្សចាស់ជរាជនមានពិការភាពអ្នករងរបួសក្នុងការងារអ្នកនៅក្នុងបន្ទុកក្នុងករណីស្លាប់ក៏ដូចជាអ្នកដែលបានបាត់បង់ការងារផងដែរអនុសញ្ញាលេខ102នៅតែជាសន្ធិសញ្ញាអន្តរជាតិតែមួយគត់ដែលមិនត្រឹមតែកំណត់ស្តង់ដារអបបរមាសម្រាប់ការការពារដែលអាចទុកចិត្តបានប៉ុណ្ណោះទេប៉ុន្តែក៏កំណត់ពីគោលការណ៍គ្រឹះស្តីពីអភិបាលកិច្ចនិងធនធានហិរញ្ញវត្ថុដែលគាំទ្រប្រព័ន្ធសន្តិសុខសង្គមផងដែរអង្គការអន្តរជាតិខាងការងារ ILO ផ្ដល់ជំនួយបច្ចេកទេសដល់ប្រទេសនានាក្នុងការបំពេញតម្រូវការអបបរមានៃអនុសញ្ញាលេខ102ក្នុងឱកាសអបអរសាទរខាងមុខនេះគឺជារយៈពេល70ឆ្នាំនៃការអនុម័តអនុសញ្ញាលេខ102និងខួបលើកទី10នៃសេចក្តីណែនាំលេខ202យើងអបអរសាទរទស្សនវិស័យទាំងពីរគឺយន្តការអន្តរជាតិឈានទៅមុខនិងលើកស្ទួយគ្នាទៅវិញទៅមកទស្សនវិស័យទាំងពីរនេះគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធការពារសង្គមជាសកលផ្អែកលើសិទ្ធិដើម្បីទទួលស្គាល់ពីសិទ្ធិរបស់មនុស្សចំពោះសន្តិសុខសង្គមសម្រាប់ទាំងអស់គ្នា